ឥឡូវពេលដែលយើងមានព្រំដែនបញ្ហាព្រំដែនជាបិទច្រកព្រំដែនខ្ញុំសួរការកសិកម្មសួរខេត្តសួរក្រសួងសេដ្ឋកិច្ចតើអត់មានបញ្ហាដលងមីឥឡូវយើងវាផុតរដូវ5-6 ខែទៀតបើមានបញ្ហាយើងនៅតែធានាតែក្នុងបានព្រោះឥឡូវនាំចេញទៅចិនតារិចដូចប្រមាណ10000តោនរាប់ម៉ឺនតោនដែលយើងរុញទៅតារិចទៅក្រៅឥឡូវយើងធ្វើផ្លូវជាប់ពីខាងបាត់ដំបងភ្ជាប់ទៅប៉ៃលិនទៅសំឡូតចុះដល់កោះកុងយើងមានច្រកចេញអត់លំបាកប៉ុន្តែសំខាន់មានច្រកចេញមានផលិតផលអត់យើងមានផលិតផលដោយសារយើងបញ្ចប់សង្គ្រាមប្រជាពលរដ្ឋនៅទីនោះបាទទាំងមានប៉ៃលិនឬទាំងឯងទាំងពោតទាំងស្អីទៅយើងទៅទីបិទបញ្ហាទេឥឡូវយើងត្រៀមលក្ខណៈហើយបើសិនជាមានការនិយាយពេលទៅនេះហើយគឺជាអ្វីដែលជាផលដែលយើងបាននៅថ្ងៃនេះនៅទីនេះហើយសំបីទៅកន្លែងនេះក៏ដូចគ្នាដែរខ្ញុំចាំទលេបាទីខ្ញុំអាសាមកពីក្មេងចូលមកមិញចង់វាក់ខានមកយូរផ្លូវកស៊ូហើយផ្ទះឡើងធំពីនឹងកាលចុះពីក្មេងផងមកហែទឹកនៅហ្នឹងកន្លែងហ្នឹងហើយកន្លែងដែលពុកខ្ញុំពង្រៀងខ្ញុំហែទឹកគាត់នាំទៅទឹកទលេបាទីអត់ជ្រៅទេគាត់យកទៅដល់កណ្ដាលគាត់ឲ្យយើងគាត់តម្លាក់ហើយខ្ញុំចាំហើយពីក្មេងមិនសូវមានកន្លែងច្រើនទេនៅព្រំពេញមិនទេឥឡូវទៅអេយ៉នបាទចង់ទៅកំពង់សោមទៅមួយភ្លេតទៅកំពតទៅមួយភ្លេតអត់ទេកាលនោះដើរច្រើនមានតែគៀនស្វាយណាហើយទលេបាទីហើយជាងការធាក់កង់មកដល់ហ្នឹង1ម៉ោងជាងមកដល់ហ្នឹងធាក់កង់ឥឡូវផ្លូវធំកន្លែងនេះប្រែប្រួលសម្បើមអញ្ចឹងផលនៃការធានាហើយដូចមានទាំងកសិដ្ឋានចិញ្ចឹមគោការីស៊ូអីទៅដឹងសម្រាប់ផលិតទឹកដោះចែកចាយទូទាំងប្រទេសគុតគង់ផ្ទៃក្នុងរបស់យើងនេះហើយគឺជាសមិទ្ធផលនៃសន្តិភាពដែលអ្នកខ្លះគេថាឮតែពាក្យដឹងអរគុណសន្តិភាពអរគុណសន្តិភាពខ្មោចអីអត់ទេអ្នកឯងកំពុងតែមានសមត្ថភាពទិញ Facebook សិទ្ធិសេរីភាពដើម្បីជេររិះគន់នឹងគឺដោយសារសន្តិភាពទាំងដែរបាទនេះគឺជាផលដែលយើងត្រូវទទួលស្គាល់ពេញចិត្តមិនពេញចិត្តយើងត្រូវទទួលស្គាល់ថាយើងកំពុងដកដង្ហើមនៅក្នុងសុខសន្តិភាពដែលបានមកពីនយោបាយជ្រះដែលយើងបានអត់សង្គ្រាមនៅពេលនេះបាទពេញចិត្តមាត់អ្នកថាម៉េចប៉ុន្តែខ្លួនអ្នកកំពុងតែទទួលស្គាល់ការពិតហើយបាទ